ជំរាបសួរយើងខ្ញុំទាំងអស់គ្នាជាសិស្សរៀនវគ្គខ្លីជីវវិទ្យា5M នៃវិទ្យាស្ថានជាតិពហុភាសាអង់គ្លេសកម្ពុជា ថ្ងៃនេះដែរយើងខ្ញុំបាននាំយកនៅជំនួយមួយចំនួនមកជូនវិទ្យាស្ថានដើម្បីឲ្យវិទ្យាស្ថានបន្តជូនជំនួយនេះទៅដល់បងជូនគិសិស្សនិងបងវិរៈកងទ័ពដែលឈរតាមបណ្ដាព្រំដែនកម្ពុជាថៃ ជានៅក្នុងឱកាសនេះផងដែរយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ពូបងវិរៈកងទ័ពដែលបានពលីនិងសូមគោរពជូនពរដល់វិរៈកងទ័ពគ្រប់រូបឲ្យទទួលបានសុខភាពល្អនិងសុខភាពនៅគ្រប់សមរភូមិ ជាចុងបញ្ចប់យើងខ្ញុំសូមធ្វើការអំពាវនាវដល់ពុកម៉ែបងប្អូនឲ្យបន្តគាំទ្រក៏ដូចជាផ្ដល់ជំនួយមកដល់វិទ្យាស្ថានដើម្បីឲ្យវិទ្យាស្ថានបន្តបញ្ជូនជំនួយនេះទៅដល់បងជូនគិសិស្សនិងបងវិរៈកងទ័ពធ្វើត្បិតតែបាត់ឈប់បាញ់ត្រូវបានបញ្ចប់ឬក៏អនុម័តកាលពីថ្ងៃទី27ម៉ោង12ក៏ប៉ុន្តែពួកគាត់នៅតែពុំទាន់អាចត្រឡប់ទៅតាមលំនៅឋានបាននោះទេអាស្រ័យនេះហើយពួកយើងសូមធ្វើការអំពាវនាវដល់ពុកម៉ែបងប្អូនក៏ដូចជាសាធារណជនឲ្យបន្តគាំទ្រនិងផ្ដល់ជំនួយជាបន្តបន្ទាប់ កម្ពុជាត្រូវការសន្តិភាព Cambodia need peace ជាងពូចៃយ៉ាវ和平